ឥឡូវខ្ញុំសូមចូលទៅដល់ប្រធានបទដែលខ្ញុំចង់បង្ហាញជូនប្រជាជនថៃបង្ហាញជូនចំពោះប្រជាជនកម្ពុជាអ្វីទៅដែលជាបញ្ហាកើតឡើងដែលខ្ញុំចង់បញ្ចេញហើយខ្ញុំសូមអធិស្ឋានខ្ញុំសូមបញ្ជាក់ថាខ្ញុំជាមនុស្សដែលមានគុណធម៌ប៉ុន្តែហើយខ្ញុំក៏មិនក្បត់នរណាមុនដែរតែប្រសិនបើខ្ញុំសុខចិត្តឲ្យគេក្បត់ខ្ញុំមុនឥឡូវដល់ពេលវេលាដែលគេបានក្បត់ខ្ញុំហើយសូមកុំនិយាយពីគុណធម៌ចំពោះខ្ញុំទៀតខ្ញុំសូមរៀបរាប់ដោយយកត្រឹមតែ8ចំណុចយកមកនិយាយថ្ងៃនេះហើយចំណុចខ្លះទៀតប្រសិនបើភាគីថៃចង់បានខ្ញុំអាចនឹងចែកចម្លែកជាមួយនឹងអ្នកណាបញ្ជូនបេសកកម្មបេសកជនមកជួបជាមួយខ្ញុំនឹងនិយាយប្រាប់បន្ថែមតែខ្ញុំមិននិយាយតាមទូរទស្សន៍ទេខ្ញុំនឹងចែកចម្លែកបន្ថែមហើយខ្ញុំសូមជម្រាបជូនទៅប្រជាពលរដ្ឋថៃខ្ញុំអត់បានយកប្រទេសថៃធ្វើជាសត្រូវទេមិនបានយកជនជាតិថៃធ្វើជាសត្រូវទេតែខ្ញុំក៏ត្រូវតែប្រឈមនឹងការពិតមួយអ្នកចាត់ទុកខ្ញុំជាសត្រូវខ្ញុំក៏ចាត់ទុកអ្នកក៏ជាសត្រូវដែរអ្នកណាក៏ដោយមិនថាខ្មែរមិនថាបរទេសទេបើសិនតាំងខ្លួនចាត់ទុកខ្ញុំជាសត្រូវហើយខ្ញុំគ្មានជំរឿនទេព្រោះអត់ឲ្យជំរឿនទី3សម្រាប់ខ្ញុំផងយកខ្ញុំធ្វើជាសត្រូវប្រជាជនថៃភាគច្រើនចង់បានសន្តិភាពភាគច្រើនចង់មានមិត្តភាពជាមួយកម្ពុជាក៏ប៉ុន្តែក៏មានក្រុមនិយមជ្រុលមួយក្រុមរាប់ទាំងមេដឹកនាំនយោបាយបានវាយប្រហារខ្ញុំលោកជំទាវអង្គនេះខ្ញុំបាត់បង់ការអត់ធ្មត់សម្រាប់លោកជំទាវហើយបន្ទាប់ពីលោកជំទាវចេញវាយខ្ញុំម្ដងហើយម្ដងទៀតវាយកម្ពុជាម្ដងហើយម្ដងទៀតថ្ងៃនេះខ្ញុំបញ្ជាក់អំពីតកូលស៊ីនវត្តដើម្បីឲ្យលោកជំទាវឲ្យប្រជាជនថៃបានដឹងថាអ្វីខ្លះទៅជារឿងរ៉ាវដំបូងខ្ញុំសូមចាប់ផ្ដើមពីការបែកធ្លាយនៃការសន្ទនាតាមទូរស័ព្ទមិនមែនជាចេតនារបស់ខ្ញុំទេដែលខ្ញុំទំលាយរឿងនេះរឿងវាចាប់ផ្ដើមពីចេះនៅថ្ងៃទី15ខែមិថុនាកន្លងទៅថ្ងៃនោះវាចំថ្ងៃអាទិត្យហើយវាចំអាថ្ងៃខួបអីថ្ងៃទីវាឪពុកថ្ងៃនោះខ្ញុំទៅវាយកូនគោលហើយវាយនោះវាយវិជុវាយល្អទៀតចឹងបានថាអាយុក្រន់តែតួលេខទេកម្លាំងវាយកូនគោក៏នៅខ្លាំងត្រឡប់មកដល់ផ្ទះវាមានកូនមានចៅកូនហ្នឹងវាមាននាយករដ្ឋមន្ត្រីក៏មកប្រពន្ធនាយករដ្ឋមន្ត្រីក៏មកណាកូននាយករដ្ឋមន្ត្រីក៏មកមានចៅមានកូនដទៃទៀតក៏នៅគេអីជាមួយកូននឹងទៅរហូតដល់ម៉ោង2បានខ្ញុំទៅសម្រាប់មុនពេលនោះនាយករដ្ឋមន្ត្រីថៃត្រូវការទីប្រឹក្សាខ្ញុំម្នាក់ចេញពីភ្នំពេញដើម្បីទៅពិភាក្សាជាមួយគាត់នឹងរដ្ឋមន្ត្រីការពារជាតិបរោះថៃនៅទីក្រុងបាងកក
គេបានហៅទូរស័ព្ទមកខ្ញុំតាំងពីម៉ោងក្រោយម៉ោង2ក៏ប៉ុន្តែអ្នកនៅជាមួយគេអត់ឲ្យដាស់ខ្ញុំទេគេអត់ដាស់ខ្ញុំទេក្រោយពេលដែលខ្ញុំភ្ញាក់គេក៏បានប្រាប់ថាក្លៀងហួតដែលកំពុងនៅជាមួយនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃទូរស័ព្ទមកលពូអញ្ចឹងខ្ញុំក៏ឃើញទូរស័ព្ទរោអត់តែបានលុបមុខផងក៏ពីដេកថ្ងៃអាសៀលដេកតស្ទាក់ម៉ោង5ចុងថ្ងៃអាទិត្យមានពីណាគេមកឆាឆៅយើងប៉ុន្តែពីបាងកកអញ្ចឹងពេលដែលឃើញអញ្ចឹងខ្ញុំនឹកឃើញថាខ្ញុំត្រូវបានគេបោកប្រាស់ម្ដងរួចហើយដូច្នេះម្ដងនេះខ្ញុំត្រូវតែថតទុកកន្លែងណាទៅបោកដែលនិយាយពីបញ្ហាបោកប្រាស់យើងបានស្រស់ស្រួលគ្នាធ្វើការកែសម្រួលកម្លាំងនៅមុំ3ថ្ងៃនោះខ្ញុំពិបាកនឹងបញ្យល់ណាពេលហ្នឹងទាំងថៃស៊ីនទាំងអ៊ុងអ៊ីងដែលជានាយករដ្ឋមន្ត្រីទាំងយុនឡាស់ដែលជាអតីតនាយករដ្ឋមន្ត្រីដែលកំពុងនៅដូចបៃសុទ្ធតែហៅទូរស័ព្ទមកអរគុណខ្ញុំអំពីការកែសម្រួលនេះពេលហ្នឹងនាយករដ្ឋមន្ត្រីក៏ហោះចេញទៅហើយខ្ញុំបានប្រាប់ថានេះមិនមែនជាការដកតបទេជាការកែសម្រួលកងទ័ពប៉ុន្តែបែរជានៅទីក្រុងបាងកកប្រើប្រាស់ភាសាដកកងទ័ពកម្ពុជាដកទ័ពខ្ញុំត្រូវគេបោកត្រូវគេកុហកដូច្នេះខ្ញុំត្រូវតែមានតម្លាភាពជាមួយពលរដ្ឋរបស់ខ្ញុំត្រូវតែមានគណៈដេយភាពជាមួយមេដឹកនាំរបស់ខ្ញុំថតទៅលេងហើយទូរស័ព្ទខ្ញុំវាអូតូរីកតទៅជិះថតទៅលេងកិច្ចសន្ទនានោះខ្ញុំគ្មានចេតនាដើម្បីនឹងបញ្ចេញទេក៏ប៉ុន្តែខ្ញុំគិតថាល្ងាចម៉ោង5ថ្ងៃ15ឃើញចាប់ផ្ដើមនិយាយសូមសួរថាសុខភាពយ៉ាងម៉េចខ្ញុំថាអត់អីទេល្អហើយថ្ងៃហ្នឹងខួបអីថ្ងៃបុណ្យឪពុកផងហៅខ្ញុំអង្កលឬពូហៅជាពូប៉ុន្តែពិភាក្សារឿងជាតិមិនមែនពិភាក្សារឿងគ្រួសារទេខ្ញុំត្រូវបាញ់បញ្ជូនឲ្យទៅមេដឹកនាំប្រមាណជា80នាក់ខ្ញុំគិតថា80នាក់ដោយនៅក្នុងក្រុមអចិន្ត្រៃយ៍បូកជាមួយក្រុមប្រធានគណៈកម្មការរបស់ព្រឹទ្ធសភាប្រធានគណៈកម្មការរបស់រដ្ឋសភាបូកជាមួយមេតបមួយចំនួនបូកជាមួយអ្នកនាំពាក្យឬរដ្ឋមន្ត្រីមួយចំនួនប៉ុន្តែបើអ្នកទាំងហ្នឹងសិតតែនៅក្នុងក្រុមអចិន្ត្រៃយ៍ដដែលបូកចុះបូកឡើងទៅវានៅប្រហែល80នាក់ក្នុង80នាក់នេះមានម្នាក់អាចនឹងខឹងសម្បាជាមួយអ៊ុងអ៊ីងដែលជានាយករដ្ឋមន្ត្រីថៃគេបានទទួលសារនេះនៅក្រោយម៉ោង5ល្ងាចប៉ុន្តែម៉ោង10បែរជាអ៊ុងអ៊ីងវាយប្រហារលើខ្ញុំ
វាយប្រហារលើខ្ញុំដូច្នេះគេក៏ខឹងដែរគេខឹងជំនួសខ្ញុំស្រីឈ្មោះអាវតាមាន Facebook មួយឈ្មោះអាវតាយក9នាទីយកទៅផ្សាយខ្ញុំថ្ងៃនោះអាការបែកឃ្លាយនោះនឹងថ្ងៃប្រហែលបាទ17ថ្ងៃ17ចឹងបានសក្តិថាថ្ងៃ16ថ្ងៃ15ចរចាគ្នាថ្ងៃ16អង្គអេងវាយប្រហារខ្ញុំពីបាងកកថ្ងៃ17បែកឃ្លាយពេលហ្នឹង Fresh New រុញអាហ្នឹងមកឲ្យខ្ញុំពុតថាដែលជាប្រធាន Fresh New ពុកខ្ញុំចង់ផ្សាយអាហ្នឹងខ្ញុំថាកុំឲ្យសោះតើវាបែកមកពីតាណាវាទៅតាណាខ្ញុំឲ្យផ្អាកអាហ្នឹងស្រាប់តែចេញប្រតិកម្មពីកម្មថៃមកវិញញ៉ែតខ្ញុំក៏បង្ហោះសារមួយចេញទៅថាខ្ញុំពិតជាបានថតសម្លេងហើយបានចែកចាយទៅឲ្យមេដឹកនាំរបស់ខ្ញុំប៉ុន្តែគេបានយកតែ9នាទីទេហើយខ្ញុំមាន17នាទី6វិនាទីបើចង់បានខ្ញុំនឹងបង្ហោះអញ្ចឹងខ្ញុំក៏បង្ហោះអានឹងហើយខ្ញុំក៏ដេកទៅញាក់ឡើងឃើញគេប្រតិកម្មប្រងព្រាតមកអញ្ចឹងបង្ហើយប្រៅទៅឥឡូវលោកជំទាវនាយករដ្ឋមន្ត្រីលោកជំទាវចេញមកថានេះជាយុទ្ធសាស្ត្រចរចាឬក៏ជាតាក់ទិកចរចាសូមលោកជំទាវបកស្រាយខ្ញុំព្រោះខ្ញុំមើលឃើញតែ2ចំណុចទេចំណុចទី1ដើម្បីតម្រូវចិត្តហ៊ុនសែនលោកជំទាវសុកចិត្តជេរមេតាហានខ្លួនឯងតើនេះត្រង់នៅប្រទេសថៃចាត់ទុកយ៉ាងម៉េចមិនដឹងទេប៉ុន្តែបើនៅកម្ពុជាគឺទោសស្គាត់ជាតិតែម្ដងខុបខិតជាមួយបរទេសជេរមេតាហានខ្លួនឯងលោកជំទាវគិតមើលទៅខ្ញុំមិនបាននិយាយរឿងមេបញ្ជាការភូមិភាគទេតែមកដល់ថ្ងៃនេះអត់ដែលនិយាយទប់នឹងនិយាយពាក្យមេបញ្ជាការភូមិភាគម៉ោងហ្នឹងចំពោះគាត់ទេខ្ញុំយល់អំពីភារកិច្ចរបស់មេតបមិនថាមេតបយើងមិនថាមេតបគេទេវាត្រូវតែមានចរិតអញ្ចឹងណាបានគេហៅមេតបខ្ញុំអត់ដែលចាត់ទុកថាមេភូមិភាគ2ហ្នឹងបើហើនភ្លើអីអញ្ចឹងចុះខ្ញុំអត់ដែលនិយាយផងខ្ញុំមានបានសួរខ្ញុំបានស្ដាប់សម្លេងនោះមើលខ្ញុំមានបានទៅថាមេភូមិភាគនឹងបើហើនណាខ្លួនឯងទៅជាអ្នកនិយាយថាមេភូមិភាគនឹងវាអញ្ចេះវាអញ្ចុះណារហូតដល់មានការអាងតាមរយៈនៃជំនួយការរបស់ខ្ញុំថាបើសិនជាអំណាចរឹងមាំហើយអាមួយនឹងត្រូវជាប់គុកទៀតពួកខ្ញុំយល់អំពីរបៀបធ្វើមេតបយើងមិនអាចទៅបន្ទោសគេថាគេពើងទ្រូងគេអីអញ្ចឹងចោលទេអត់ទេមេតបខាងយើងក៏ត្រូវតែសម្ដែងរឹកអញ្ចឹងដែរអាហ្នឹងពួកអាហ្នឹងមិនគេហៅតបទៅក៏ប្រូនមិនបានសវត្តឆៃហើយពីដើមក៏ជាមេភូមិភាគ2នឹងដែរហើយវាយជាមួយកម្ពុជាវាយគ្នានោះវាយ
ទីចុងផុតសវត្ថ័យចូលនិវត្តន៍ហើយទៅផ្ទះខ្ញុំដល់មានអីគ្រាញនោះបានខ្ញុំសួរមើលសវត្ថ័យមិនទេខ្ញុំអត់វាយតប100ម៉ោងណាសវត្ថ័យកំលើងធំណាមិនក៏សវត្ថ័យឯងនៅតែវាយខ្ញុំសវត្ថ័យថាខឹងពេកខឹងឲ្យរឿងទៅប្រសាទតាកបីហើយគឺគេដេញរត់ជ្រុះស្វ័យជើងនេះខ្ញុំមិនបានប្រមាថមិនបានប៉ះពាល់មេតបថៃណាម្នាក់ទេប៉ុន្តែហេតុអីបានជាអង្គឯងទៅជាប្រមាថចំពោះមេតបខ្លួនឯងដើម្បីបំពេញចិត្តហ៊ុនសែនក្នុងពេលដែលខ្ញុំអត់ត្រូវការដឹងរឿងរបស់ឯងទេបើនៅកម្ពុជាវាមានទោសស្មើនឹងទោសគាត់ទៀតព្រោះជាមួយនឹងគូសន្ទនាជាជនបរទេសហើយបែរជាវាយប្រហារមេតបខ្លួនឯងតើមានតម្លៃស្មើអីត្រង់ប្រទេសថៃចាត់ទុកថារឿងបែបនេះជារឿងធម្មតាគឺរឿងរបស់ថៃប៉ុន្តែកម្ពុជាអត់បានមិនអនុញ្ញាតឲ្យអ្នកណាបន្តទៅបង្អាប់កម្លាំងបដិវត្តរបស់ខ្លួនទេលោកជំទាវកុំប្រើពាក្យតាក់ទិចកុំប្រើពាក្យយុទ្ធសាស្ត្រអញ្ចឹងជុំទី1គឺជុំលោកជំទាវដើម្បីបំពេញចិត្តហ៊ុនសែនលោកជំទាវសុកចិត្តវាយប្រហារជនជាតិខ្លួនឯងទាហានខ្លួនឯងតើប្រទេសថៃចាត់ទុកថាជាអំពើក្បត់ឬចាត់ទុកថាជាអំពើធម្មតាទុកឲ្យប្រទេសថៃសម្រេចខ្លួនឯងទៅប៉ុន្តែសម្រាប់កម្ពុជាបទល្មើសនេះគឺបទល្មើសក្បត់ជាតិព្រោះជាការវាយប្រហារកម្លាំងបដិវត្តខ្លួនឯងដើម្បីតម្រូវចិត្តជនបរទេសឯទិសទី2លោកជំទាវចង់បោកប្រាស់ខ្ញុំហើយលោកជំទាវចាត់ទុកថាជាយុទ្ធសាស្ត្រចរចាឬយុទ្ធវិធីចរចាណែតាក់ទិចចរចាតែលោកជំទាវស្គាល់ហ៊ុនសែនតិចពេកហើយឪពុករបស់លោកជំទាវហៅហ៊ុនសែនជាមេ01 5ទៅថៃជិនចាត់ទុកខ្ញុំជាមេហើយនេះខ្ញុំអាចនឹងបញ្ចេញអ្នកទៅនឹងឲ្យនិយាយប្រសិនបើខាងភាគីថៃត្រូវការឲ្យអ្នកទៅនឹងនិយាយហើយគេក៏ចេះភាសាថៃហើយតែបកប្រែនោះហ្មងឥឡូវជាអភិបាលរាជធានីអភិបាលរងរាជធានីភ្នំពេញហើយក៏ជាជំនួយការរបស់ខ្ញុំក្នុងតំណែងហ្មងរឿងនេះហើយខ្ញុំជាមេ01ហើយមុនទូរស័ព្ទមកសួរមិនបានមេ01ខឹងខ្លាំងម៉េចបានឯនេះប្រាប់ទៅថាមិនឲ្យគាត់ខឹងម៉េចបាញ់សម្លាប់ទាហានគាត់ហើយបិទច្រកបិទទល់ដែនហើយបិទអរែងទល់ដែនហើយមកឲ្យគាត់ខឹងខ្ញុំថាអាដាមថៃជីនខ្វះការអប់រំកូនហើយខ្ញុំត្រូវទៅទម្រាបខ្ញុំទៅតែវាយបោកហើយខ្ញុំអត់មានជំរឿទេការប្រមាថនេះវាធ្ងន់ធ្ងរពេកសម្រាប់ខ្ញុំសូម្បីតែមកដល់ថ្ងៃទី24ហើយទម្លាក់បញ្ហាអនឡាញតិចទៀតខ្ញុំនិយាយរឿងអនឡាញថ្ងៃ24ហើយមកវាយប្រហារកម្ពុជាអំពីបញ្ហាអនឡាញដោយខ្ញុំមិនអត់ឲ្យអ្នកទេហើយអ្នកទេហើយកម្ពុជាក៏មិនអាចធ្វើការជាមួយនាយករដ្ឋមន្ត្រីបែបនេះកើតដែរយើងរងចាំធ្វើការជាមួយនឹងនាយករដ្ឋមន្ត្រីថ្មីកុំថាខ្ញុំជ្រៀតជ្រែកលូកដៃ
từ lơបញ្ហាការទម្លាក់រដ្ឋាភិបាលថៃអត់ទេប៉ុន្តែខ្ញុំគ្រាន់តែផ្ដល់ឲ្យទៅប្រទេសថៃបានដឹងថានាយករដ្ឋមន្ត្រីធ្វើអំពើស្មោកគ្រោកបែបណាចំពោះជាតិសាសន៍ខ្លួនឯងតែប៉ុណ្ណោះការប្រមាថចំពោះនាយទាហានម្នាក់ដែលជាប្រធានយោធវង្សវិវាជាការប្រមាថព្រះមហាក្សត្រថៃព្រោះការតែងតាំងឧត្តមសេនីយ៍គឺមានតែព្រះមហាក្សត្រទេដែលមានបរិជ្ជសិទ្ធិចេញបរិជ្ជកិច្ចតែងតាំងលោកជំទាវត្រូវយល់បើយល់មកដល់ខ្ញុំជួយពន្យល់ប្រមាថឧត្តមសេនីយ៍តូម្នាក់មិនចាប់បាច់ដល់ឧត្តមសេនីយ៍តូទៅខ្ញុំហៅថាឧត្តមសេនីយ៍អញ្ចឹងទៅគឺស្មើនឹងការប្រមាថអង្គព្រះមហាក្សត្ររបស់ថៃតម្រង់តើជាអំពើអ្វីទុកឲ្យថៃវិនិច្ឆ័យខ្លួនឯងទៅប៉ុន្តែសម្រាប់ហ៊ុនសែនលោកជំទាវថាតាក់ទិចចរចាឬយុទ្ធសាស្ត្រចរចាលោកជំទាវមើលហ៊ុនសែនខុសហើយលើលោកនេះដូចជាមិនតាន់មាននរណាដែលអាចបោកប្រាស់ហ៊ុនសែនទៅរួចទេដែលអាចមានព្រៀបលើការចរចាជាមួយហ៊ុនសែនទេសូម្បីតែបកូនណាបីដាប្រងបានទទួលយកការពិតមួយចាប់ប្រាំពីហ្វែអង្គតាដណថ្ងៃ2ធ្នូ1987ព្រះអង្គថាហ៊ុនសែនឆ្លាតព្រះអង្គចង់ឲ្យមានហ៊ុនសែនច្រើនឲ្យកម្ពុជាមានហ៊ុនសែនច្រើនលួងម៉ែបកូនណាបច្ចុប្បន្នលោកជំទាវមើលខុសហើយការប្រមាថមនុស្សក៏ប្រមាថខុសដែរប្រមាថចំអ្នកដែលមានគុណធម៌នឹងជួយសងគ្រោះឪពុកនិងម្ដាយមីងរបស់អ្នកហើយខ្ញុំនឹងនិយាយអស់ថ្ងៃនេះខ្ញុំមិនទុកមុខឲ្យអ្នកឯងទៀតទេខ្ញុំក៏ជាមនុស្សដែលមានបេះដូងដែរខ្ញុំក៏ចេះទទួលការឈឺចាប់ដែរអ្នកអាចប្រមាថជួនជាតិអ្នកឯងបានតែមិនអាចប្រមាថខ្ញុំបានទេអ្នកឯងប្រមាថឧត្តមសេនីយ៍កងទ័ពរបស់អ្នកឯងស្មើនឹងប្រមាថព្រះមហាក្សត្រដើម្បីបំពេញចិត្តជនជាតិបរទេសខ្ញុំជាបរទេសទោះបីនាងទោះបីលោកជំទាវហៅខ្ញុំជាពូក៏ប៉ុន្តែយើងពិភាក្សាបញ្ហាជាតិហេតុអីបានលោកជំទាវត្រូវវាយប្រហារកងទ័ពខ្លួនឯងទោះបីកងទ័ពកំពុងមានអរិយភាពជាមួយកងទ័ពកម្ពុជាក៏ប៉ុន្តែលោកជំទាវអត់ត្រូវមើលងាយកងទ័ពខ្លួនឯងទេបើមានបញ្ហាអីមានវិន័យអីគឺលោកជំទាវត្រូវនិយាយទីក្នុងខ្លួនឯងមិនត្រូវនិយាយប្រាប់ជនបរទេសទេខ្ញុំក៏ដូចគ្នាខ្ញុំធ្វើនាយករដ្ឋមន្ត្រីវាឆ្អែតឆ្អន់នៅលើលោកីនេះមានតែហ៊ុនសែនទេដែលធ្វើនាយករដ្ឋមន្ត្រីបានយូរជាងគេនោះខ្ញុំគ្មានទម្លាប់ទៅបន្តបង្អាប់មន្ត្រីខ្លួនឯងចំពោះមុខជនជាតិបរទេសទេប៉ុន្តែពេលប្រជុំនៅក្នុងអង្គប្រជុំអីដាក់យក100ជួនកាលកដាលនៅទិញជេរចវាយខេតជេរចវាយខេតជេរត្រង់ហ្មងចំពោះមុខប្រជាពលរដ្ឋរបស់ខ្លួន